លោកស្រីវុធាព្រះរាជអាជ្ញារងចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្តដើម្បីពង្រឹងសីលធម៌វិជ្ជាជីវៈនិងការគោរពសិទ្ធិមនុស្សនៅថ្ងៃទី23ខែមិថុនាឆ្នាំ2026ក្រុមការងារអัยការអមសាលាដំបងខេត្តព្រះវិហារដឹកនាំដោយលោកស្រីវុធាព្រះរាជអាជ្ញារងបានចុះធ្វើអធិការកិច្ចផ្ទាល់នៅពន្ធនាគារខេត្តព្រះវិហារដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោកឧត្តមអគារអនុរិយថ្នាក់លេខ2យ៉នម៉ានីប្រធានពន្ធនាគារខេត្តបេសកកម្មចុះធ្វើអធិការកិច្ចនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពទូទៅនៃការគ្រប់គ្រងធានាថាលក្ខខណ្ឌរស់នៅនិងការអប់រំកែប្រែជនជាប់ឃុំស្របទៅតាមបទដ្ឋានច្បាប់ជាតិនិងអន្តរជាតិលើសពីនេះកិច្ចពិភាក្សារវាងស្ថាប័នទាំងពីរបានសង្កត់ធ្ងន់ទៅលើទូនាទីដ៏សំខាន់របស់មន្ត្រីពន្ធនាគារដែលមិនត្រឹមតែជាអ្នកថែរក្សាសណ្ដាប់ធ្នាប់និងសន្តិសុខប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកអប់រំកែប្រែដែលត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈខ្ពស់ភាពអត់ធ្មត់និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិសូមបញ្ជាក់ថាការពង្រឹងសណ្ដាប់ធ្នាប់និងការលើកកម្ពស់សីលធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធពន្ធនាគារនៅតែជាកិច្ចការអាទិភាពមួយក្នុងការធានាឲ្យមានការអនុវត្តច្បាប់ប្រកបដោយតម្លាភាពនិងមនុស្សធម៌លោកស្រីវុធាព្រះរាជអាជ្ញារងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារខេត្តព្រះវិហារក្នុងការថែរក្សាសន្តិសុខបានល្អប្រសើរព្រមទាំងបានរំលឹកផងដែរអំពីសារៈសំខាន់នៃការបន្តការអប់រំទូន្មានរបស់ជនជាប់ឃុំដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យពួកគេអាចសមាហរណកម្មចូលក្នុងសង្គមវិញដោយសន្តិវិធីនិងក្លាយជាពលរដ្ឋល្អនាពេលអនាគតជាចុងបញ្ចប់លោកស្រីវុធាក៏បានពំនាំពាក្យផ្ដាំផ្ញើនិងពាក្យសួរសុខទុក្ខរបស់ឯកឧត្តមព្រះរាជអាជ្ញានៃអัยការអមសាលាដំបងខេត្តព្រះវិហារដល់ជនជាប់ឃុំទាំងអស់និងបានណែនាំបន្ថែមឲ្យជនជាប់ឃុំយកចិត្តទុកដាក់គោរពវិន័យសណ្ដាប់ធ្នាប់បទបញ្ជារបស់ពន្ធនាគារកុំបង្កបញ្ហានាំឲ្យកើតបទល្មើសថ្មីមួយទៀតយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនយកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈដើម្បីចេញទៅវិញប្រកបមុខរបរផ្គត់ផ្គង់គ្រួសារនិងចេះគោរពគ្នាទៅវិញទៅមកយកយល់អ្នកចាប់ឃុំជាមួយគ្នាកែខ្លួនធ្វើជាមនុស្សល្អក្លាយជាបុគ្គលឆ្នើមជាមូលហេតុនាំឲ្យមានការបន្ធូរបន្ថយទោសរាល់បនជាតិម្ដងនិងរួចតោះឆាប់បានចូលទៅរួមរស់ក្នុងសង្គមវិញ